អ្នកទាំងអស់គ្នានេះគឺជាកន្លែងដាំដំណាំរបស់ខ្ញុំហើយឥឡូវថ្ងៃនេះខ្ញុំតំណេអត់ធ្វើការឥឡូវខ្ញុំមកសម្អាតត្រៀមនឹងដាំដំណាំថ្មីនៅពេលឆាប់ៗនេះបាទឥឡូវថ្ងៃនេះតំណេឥឡូវមកកាត់ដើមចាស់ៗនេះចោលដើម្បីយើងធ្វើដីដាំបន្លែសារថ្មីព្រោះឥឡូវនេះចូលដល់រដូវក្តៅវិញហើយបាទនេះដាំនៅក្រោយរោងចក្របាទឥឡូវយើងមកកាត់ដើមត្រប់ចាស់ៗនេះចោលទាំងអស់គ្នាដើម្បីត្រៀមធ្វើដីសារថ្មីហើយត្រៀមនឹងយកកូនថ្មីមកដាក់ដាំនៅទីនេះបាទឥឡូវខ្ញុំកាត់ហើយអូរៀងរឹងដែរកាត់ហើយខ្លះហើយអ្នកនរគ្នាតោះឥឡូវយើងទៅកាត់បន្តទៀតអត់បានពាក់ស្រោមដៃទេអ្នកនរគ្នាភ្លេចយកស្រោមដៃមកបាទអ្នកនរគ្នាក៏មើលងាយឃើញដីប៉ុណ្ណឹងក៏ប៉ុន្តែដាំដំណាំបានផលច្រើនមកណាពីឆ្នាំទៅមានដូចជាមន្ទេសាឡាត់ពោតបារាំងហើយយ៉ាងបៃប៉ោះហើយនឹងជីគ្រប់មុខទៀតដាក់បានច្រើនមែនតើហើយងាយស្រួលមែនតើព្រោះអីនេះខ្ញុំដាំនៅក្បែរបន្ទប់ទឹកហើយនៅក្រោយរោងចក្រដោយសារតែមានទឹកស្រោចស្រួលស្រោចអញ្ចឹងណាបាទហ្នឹងហើយអ្នកទាំងអស់គ្នាមានតែប៉ុណ្្នឹងទេហើយទៅថ្ងៃមុខទៀតខ្ញុំនឹងបន្តអាប់ដេតឲ្យអ្នកទាំងអស់គ្នាបានឃើញពីដំណើរការនៃការដាំដំណាំរបស់ខ្ញុំអញ្ចឹងនេះគឺខ្ញុំឆ្លៀតមែនតើពេលតំណែងពីការងារគឺឆ្លៀតមកធ្វើដីដើម្បីត្រៀមដាំដំណាំទុកបេះហូបបើមិនអញ្ចឹងទេយើងចំណាយលុយទៅលើការទិញបន្លែពីម៉ាតពីផ្សារមកហ្នឹងគឺវារៀងថ្លៃដោយសារតែនៅប្រទេសកូរ៉េអ្នកទាំងអស់គ្នានៅប្រទេសកូរ៉េដឹងហើយនេះពេលដែលខ្ញុំដាំបានហ្នឹងគឺខ្ញុំបានកាត់បន្ថយការចំណាយទៅលើការទិញបន្លែបានមួយផ្នែកដែរអញ្ចឹងដោយសារតែបន្លែនៅប្រទេសកូរ៉េថ្លៃអញ្ចឹងយើងមានតែឆ្លៀតទេក្រោយពីសម្រាប់ពីការងារមកគឺឆ្លៀតពេលអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចចាំតាមដានទាំងអស់គ្នាថាបន្លែដែលខ្ញុំដាំលើដីនេះគឺមានអ្វីខ្លះហើយយើងបន្តជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណ